Anh vì sùng buồn đọc này bà là này cứ còn tuột thấy còn bùng tay bùng rí cầm lắng đầm bay trim tụt tụt cho mùi nâng bờ tê mi dần màដោយសារតែសភាពការកាន់តែធ្ងន់ទៅបានដាក់ពង្រាយកម្លាំងបាទកងទ័ពថៃគឺបានដាក់ពង្រាយកម្លាំងដើម្បីទប់ទល់ជាមួយនឹងទាហានខាងមីយ៉ាន់ម៉ាខណៈដែលសមរភូមិឆ្លងដែនកាន់តែមានសភាពសាហាវទៅនេះបើយោងតាម AEC ផ្សាយនៅថ្ងៃសុក្រទី10ខែកក្កដាឆ្នាំ2026កងកម្លាំងNarizun បានត្រៀមលក្ខណៈរួចជាស្រេចអស់ហើយនៅតាមបណ្ដោយព្រំដែននៅក្នុងស្រុកមេសុតនិងភូមិប្រាខេត្តតាកបាទនេះគឺជាសភាពការនៃខាងព្រំដែនថៃនិងមីយ៉ាន់ម៉ាបាទជាមួយនឹងការតាមដានសភាពការជួបជានិច្ចកងទ័ពថៃទាំងអស់ក៏ត្រូវតែប្រុងជើងការ24ម៉ោងលើ24ម៉ោងផងដែរដើម្បីត្រៀមវាយបកលើការប្រយុទ្ធខាងមីយ៉ាន់ម៉ានៅតែធ្លាយចូលទឹកដីរបស់ខ្លួនបាទបើសិនជាខាងមីយ៉ាន់ម៉ាវាយចូលទឹកដីរបស់ខ្លួនគឺគេនឹងគេថាប្រុងជើងការរហូតហើយបាទការត្រៀមកម្លាំងនេះកើតឡើងបាទស្របពេលដែលពលរដ្ឋថៃនៅជាប់ព្រំដែនមីយ៉ាន់ម៉ាត្រូវរស់ទាំងប្រលឹងចុងសក់ជារៀងរាល់ថ្ងៃហើយឧស្សាហ៍រត់បាត់ជើងសព្រាតតែម្ដងពីព្រោះតែការប្រយុទ្ធនៅម្ខាងព្រំដែនអត់ថមថយទាល់តែសោះចុងក្រោយបំផុតនេះកងទ័ពមីយ៉ាន់ម៉ាថែមទាំងបញ្ជូនយន្តហោះធុន Y12 និងYAH 130ទៅទម្លាក់គ្រាប់បែកចិញ្ច្រាំមូលដ្ឋានកងទ័ពយន្តជាតិកូរ៉េនៅដែលស្ថិតនៅក្នុងភូមិមិនឡាផាន់នៃស្រុកម៉ាយ៉ាវទីរដ្ឋកូរ៉េទៀតផងហើយការផ្ទុះនឹងលន់ឮក៏ក្រាញ់ដល់ទឹកដីថៃតែម្ដងបាទបើយោងតាមការចុះផ្សាយរបស់ Amarin TV នៅថ្ងៃសុក្រទី10ខែកក្កដាឆ្នាំ2026មីយ៉ាន់ម៉ាបានទម្លាក់គ្រាប់បែក3គ្រាប់ជាមួយនឹងដោយមួយគ្រាប់មានទម្ងន់227គីឡូក្រាមហើយឥទ្ធិពលរបស់វានឹងគឺធ្វើឲ្យលន់ក៏ក្រើកដល់ភូមិបានមេគូលួងនៃស្រុកមេសុតខេត្តតាកនៃប្រទេសថៃខណៈដែលពលរដ្ឋនាំគ្នារត់បាត់ជើងសពរៀតចូលលេនដ្ឋានទាំងប្រលឹងចុងសក់មិនត្រឹមតែប៉ុណ្្នឹងទេសំបីតែសាលារៀននៅក្នុងខេត្តតាកជាច្រើនកន្លែងក៏ត្រូវបិទទ្វារជាបដោះអាសន្នផងដែរព្រោះតែស្ថានភាពមើលទៅគឺដូចជាមិនធូរស្រាលនោះទេក្នុងពេលឆាប់នេះហេតុការណ៍នេះទៀតសោតកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីសិស្សសាលាថៃនៅក្នុងខេត្តនេះត្រូវជំលិះជាបន្ទាន់បន្ទាប់ពីគ្រាប់ផ្លោងហោះមកពីខាងមីយ៉ាន់ម៉ាធ្លាក់ចូលទីធ្លាសាលារៀនរបស់ពួកគេសិស្សនៅក្នុងសាលាបែនមេកុនខេននៅក្នុងភូមិហៃមហាវងនៃឃុំមហាវ៉ាន់នៃស្រុកមេសុតខេត្តតាកបានជំលិះចេញជាបន្ទាន់ទៅកាន់ទីមានសុវត្ថិភាពដោយសារតែគ្រាប់ផ្លោងនឹងចូលប៉ុន្តែមិនបន្ទុះដែលធ្វើឲ្យមានការឆោឡោបាទនេះគឺហើយជាព័ត៌មានពាក់ព័ន្ធទៅនឹងថៃជាមួយនឹងប្រទេសភូមាបាទហើយនឹងមានព័ត៌មានអាប់ដេតយ៉ាងណាខ្ញុំនឹងមកជម្រាបជូនបងប្អូនទាំងគ្នាជាបន្តទៀតបាទអញ្ចឹងគណៈពេលនេះខ្ញុំបាទសូមអរគុណបងប្អូនទាំងគ្នាជម្រាបលា